ខ្ញុំចំនួនហ្នឹងខ្ញុំច្រៀងដូបាយខ្ញុំច្រៀងដូបាយនៅរួមខ្សែ2ហើយយើងរំពឹងតាមម្យ៉ាងនេះគឺ tip បាទធម្មតាយើងច្រៀងដូបាយអញ្ចឹងបានន័យថាថ្ងៃហ្នឹងយើងឆ្អែតបាយហើយអញ្ចឹង tip ជាទូទៅខ្ញុំច្រៀងមួយថ្ងៃបាន2 ទៅ 30000ដែរវាខ្មែរចា2 30000ខ្ញុំសល់ហើយស្អែកឡើងខ្ញុំមកច្រៀងហូបបាយឆ្អែតហើយខ្ញុំសល់2 30000តាំងពីម្សិលមិញបាត់ហើយអញ្ចឹងយើងសំតិចដើម្បីបងផ្ទះជួលបើមិនអញ្ចឹងទេដល់ខែមានលុយបងផ្ទះជួលទេហ្នឹងហើយតែជួលប៉ុន្មានចំនួនហ្នឹង40រៀល អី ជួលនៅទួលសកែថ្លៃមិនផ្ទះហ្មងឯណាបន្ទប់បន្ទប់អត់បន្ទប់ទេអារបៀបយ៉ាប់គេធ្វើសល់ហើយគេវាយពីបន្ទប់ចោលសល់គេនៅយើងទៅសុំគេជួលនៅហើយ40រៀលទៀត40រៀលបាទចេះនៅគេកោយចុះយើងចេញមកវងមូហ្នឹងយើងចេញពីផ្ទះហ្នឹងមកវងមូក៏ភ្លើងនៅលោកច្បាស់សិនល្អ location ល្អ location ល្អអញ្ចឹងគេជួលឲ្យយើង40រៀលហ្នឹងហើយមិនផ្ទះជួលតាមត្រូវណាបន្ទប់គេយ៉ាប់គេធ្វើចោលហ្នឹងទេតែមូលហេតុបានជួលហ្នឹងទាំងដែលលុយ40រៀលតែបាត់គួរតែជួលបានបន្ទប់ហ្មងអត់ទេជួលនៅហ្នឹងដោយសារនៅហ្នឹង24ម៉ោងហើយម្ចាស់តែហ្នឹងគាត់ស្រួលយើងអាចចំឆ្កែចំអីបានបាទព្រោះឆ្កែខ្ញុំហ្នឹងខ្ញុំចូលទៅខុសផ្ទះគេដល់ចំទេយកតែឆ្លប់និយាយសាប់លឺបាទហើយខ្ញុំសុកចិត្តអត់មានផ្ទះឲ្យឆ្កែខ្ញុំនៅខ្ញុំអត់ជួលបណ្ដោយហើយមុននឹងជួលផ្ទះហ្នឹងបានខ្ញុំទៅដេកនៅវត្តបទុមបាទដេកនៅវត្តបទុមដើម្បីយើងរងចាំរកផ្ទះបានហ្នឹងហើយចោលលួចម៉ូតូបាត់អស់មួយទៀតចោលលួចម៉ូតូបាត់អស់មួយអាវ៉ែវហើយម៉ូតូហ្នឹងខ្ញុំលាក់ឪពុកម្ដាយខ្ញុំថាខ្ញុំនៅប្រើរាល់ថ្ងៃខ្ញុំលក់ទៅខ្ញុំដូរសេរីជីស្កូពីជីអីចឹងណាតែប៉ាត់ចោលលួចហើយខ្ញុំទៅមកលក់ស្កូពីជីវិញដើម្បីបន្លំភ្នែកគាត់ហ្នឹងហើយយ៉ាចោលលួចនៅវត្តបទុមហ្នឹងដោយសារយើងអត់មានផ្ទះនៅបាទហើយបន្ទាប់មកទៀតអស់វិធីហើយមានអីទៀតម៉ូតូឥឡូវយើងនិយាយចឹងតិចចោល fan យើងអត់ដឹងអត់ដឹងទេបន្ទាប់ពីអស់មកអត់ដឹងធ្វើម៉េចទៀតទេម៉ូតូអស់ហើយលុយសំពីច្រៀងមកវាមានដែរតែវាតិចតួចណាស់ហ្នឹងហើយចង់មកលួម៉ូតូតើតាមានលុយនឹងខ្លួនប្រហែលជា400ពេលហ្នឹង400យើងបងណាយើងបងគេ400មិនគេឲ្យម៉ូតូយើងមកជិះយ៉ាហើយពេលហ្នឹងមានលុយនឹងខ្លួនដល់100គាត់ណាទុកបងផ្ទះមួយខែ40រៀលហ្នឹងហើយសុំទៀននៅបបតុមដាក់ហ្គីតាមកដើមមួកមួយច្រៀងមួយថ្ងៃបាន10រៀលអីចឹងដែរ20រៀល5 10រៀលហើយពាក្យច្រើនណាមិនមែនខ្មែរណាឲ្យទេបរទេសបាទបរទេសខ្ញុំអធិស្ឋានដោយសារខ្ញុំនិយាយត្រង់ណាមិនមែនថាចង់និយាយទៅដើម្បីធ្វើបាបខ្មែរគ្នាឯងឬក៏អត់ខ្ញុំយល់ព្រោះសារតែហ្នឹងវាដូចវប្បធម៌អញ្ចឹងបរទេសនៅពេលដែលយើងឃើញយើងលេងហ្គីតាសុំទៀនមិនមែនកាន់មួកទៅដើរសុំទេណាអត់ដើរសុំទេអត់ដើរសុំទេអង្គុយចាំផ្លូវអង្គុយលើបបតុមមែនតែអត់ដើរសុំទេណាហ្នឹងហើយយើងជ្រៀងគេស្ដាប់ឲ្យគេស្ដាប់ឲ្យគេច្រៀងឲ្យដាក់មួកនៅហ្នឹងឲ្យមិនឲ្យហីសុំទេយ៉ាគាត់គេខ្មែរវាអញ្ចឹងគាត់ឃើញយើងគាត់ដើរកាត់ទៅមកទៅយូរទៅបាន500អញ្ចឹងទៅហ្នឹងហើយតែបរទេសអត់500ទេហើយមកក៏អត់ដើរកាត់ដែរម្ដងអង្គុយជាប់យើងហ្មងអីគាត់សំណេះសំណាលបន្តិចតួចតាមដែលយើងអាចស្ដាប់បានអញ្ចឹងណាស្នើសុំអីបត់ស្អី see you again អីអញ្ចឹងទៅតាមតែគេសនំពោទៅហើយបើយើងច្រៀងបានបន្តិចតួចក៏ដោយគឺ10 20រៀលឡើងហ្មងបាទហើយរបៀបថាលើកទឹកចិត្តយើងណាស្មារតីអញ្ចឹងទៅបើថាហ្នឹងយើងមើលតា social media រងថ្ងៃយើងដឹងថាហ្នឹងវាដូចបរទេសវាទូទៅហើយមានវីដេអូហ្នឹងអត់មានវីដេអូហ្នឹងហើយនៅមាន fan ផងថ្ងៃសែនឲ្យក្រុមការងារដាក់ដូចជាទៅដល់ណាទេដូចជានៅណានេះ fan ផងថ្ងៃមុននេះដោយសារអ្នកខ្លះគាត់ដឹងហើយ